បាទក្នុងថ្ងៃនេះខ្ញុំមកបន្តលើកយកប្រធានបទផុសតាងមកបញ្យល់ចែកជូនជាចំណេះដឹងបន្តទៅទៀតនៅក្នុងស្លាយភាគទី8នេះដូច្នេះនៅក្នុងស្លាយភាគទី8នេះគឺខ្ញុំបានលើកយកមាតិកាមួយគឺផុសតាងរូបវ័ន្តឬផុសតាងជាក់ស្ដែងមកបញ្យល់ចែកជូនជាចំណេះដឹងតើផុសតាងរូបវ័ន្តឬផុសតាងជាក់ស្ដែងនេះត្រូវបានគេចាត់ជាប្រភេទផុសតាងយ៉ាងដូចម្ដេចបាទហើយវាមានលក្ខណៈឬក៏វាមានចរិតយ៉ាងដូចម្ដេចដែលត្រូវបានគេចាត់ទុកជាប្រភេទផុសតាងរូបវ័ន្តឬប្រភេទផុសតាងជាក់ស្ដែងនេះដូច្នេះសូមយើងតាមដានទាំងអស់គ្នាសញ្ញាណនៃផុសតាងរូបវ័ន្តផុសតាងរូបវ័ន្តឬផុសតាងជាក់ស្ដែងគឺជាវត្ថុឬសម្ភារៈជាក់ស្ដែងទាំងឡាយដែលមានចរិតលក្ខណៈសច្ចានុមត្តអាចបញ្ជាក់បានថាបទល្មើសអាជ្ញាមួយបានកើតឡើងភ្ជាប់ជនសង្ស័យទៅនឹងជនរងគ្រោះនៅកន្លែងកើតហេតុមួយឬក៏បញ្ជាក់អង្គហេតុនៅក្នុងរឿងរ៉ាវឬករណីមួយតាមផ្លូវច្បាប់បាទដូច្នេះគឺគេប្រាប់ថាផុសតាងរូបវ័ន្តឬផុសតាងជាក់ស្ដែងនេះគឺជាវត្ថុបាទឬសម្ភារៈបាទឬសម្ភារៈហើយវាតកតងជាមួយនឹងជនសង្ស័យនិងជនរងគ្រោះដែលបង្កើតបានទៅជាកន្លែងកើតហេតុមួយហើយកន្លែងកើតហេតុនោះគឺមានលទ្ធផលយ៉ាងណាអាស្រ័យទៅលើការប្រព្រឹត្តរបស់ជនល្មើសបាទដោយគាត់ឬនាងប្រើប្រាស់អាវុធជាមធ្យោបាយក្នុងការរំលោភបំពានទៅលើជនរងគ្រោះដូច្នេះផុសតាងទាំងឡាយនេះរួមមានដូចជាកំភ្លើងសម្បកនិងឬក្របកំភ្លើងកំបិតដាវពូថៅដំបងដែកឈើស្លាកស្នាមរបួសស្លាកស្នាមឧបករណ៍ឬសម្ភារៈផ្សេងៗដូចជាដានជើងដានកង់រថយន្តឬស្នាមគំនូសរូបភាពឬគំនូសផ្សេងៗស្លាកស្នាមនៃការទម្លុះចូលទៅក្នុងផ្ទះឬអគារនៅកន្លែងកើតហេតុបាទដូច្នេះវត្ថុទាំងអស់នេះត្រូវបានប្រើប្រាស់សម្ភារៈដូចជារៀបរាប់ខាងលើនេះត្រូវបានប្រើប្រាស់ជាអាវុធរបស់ជនល្មើសហើយវត្ថុទាំងឡាយទៀតដែលត្រូវបានបន្សល់ទុកនៅកន្លែងកើតហេតុគឺត្រូវបានគេចាត់ទុកជាប្រភេទផុសតាងជាក់ស្ដែងឬផុសតាងរូបវ័ន្តផងដែរផុសតាងជាក់ស្ដែងដទៃទៀតដែលមានលក្ខណៈរូបវ័ន្តចំណាត់ថ្នាក់និងរូបវ័ន្តឯកតភូតរូបវ័ន្តចំណាត់ថ្នាក់នេះសំដៅទៅលើវត្ថុនៃភាគល្អិតបាទនៃភាគល្អិតសំដៅទៅលើសម្ភារៈយើងសំដៅទៅលើសម្ភារៈរីឯរូបវ័ន្តឯកតភូតយើងសំដៅទៅលើអង្គជាតិរាវដែលនៅក្នុងខ្លួនរបស់មនុស្សបាទដោយបានរៀបរាប់ខាងក្រោមនេះដូច្នេះយើងបន្តទៅទៀតដើម្បីយល់ដឹងថាតើរូបវ័ន្តឯកតភូតនេះវាមានន័យយ៉ាងណាដូច្នេះផុសតាងជាក់ស្ដែងដទៃទៀតដែលមានលក្ខណៈរូបវ័ន្តចំណាត់ថ្នាក់និងរូបវ័ន្តឯកតភូតចាប់ពីភាគល្អិតដែលមើលនឹងភ្នែកឃើញរហូតដល់ភាគល្អិតដែលមើលនឹងភ្នែកទទេមិនឃើញបាទផុសតាងនេះមានដូចជាធូលីដីបំណែកឬកំទេចកំទីសម្ភារៈសរសៃអំបោះបំណែកនៃសម្លៀកបំពាក់សរសៃខ្សែពួរសរសៃសក់ឬរោមឈាមនិងឬអង្គជាតិរាវផ្សេងនៅក្នុងខ្លួនប្រាណរបស់មនុស្សអញ្ចឹងនៅក្នុងខ្លួនប្រាណរបស់មនុស្សយើងទាំងមូលហ្នឹងវាមានអង្គជាតិរាវបាទមិនមែនមានតែឈាមមួយមុខទេក្រៅពីឈាមនោះមានដូចជាទឹកភ្នែកទឹកសម្បោរទឹកមាត់ឬក៏ទឹកកាមជាដើមហ្នឹងក៏គឺត្រូវបានគេចាត់ទុកជាអង្គជាតិរាវដែលនៅក្នុងខ្លួនប្រាណមនុស្សនៅពេលដែលមានប្រតិកម្ម
កើតឡើងគឺអង្គជាតិរាវទាំងនេះតែងតែខ្ទាតចេញមកខាងក្រៅបាទអញ្ចឹងអង្គជាតិរាវទាំងនេះត្រូវបានគេចាត់ទុកជាវត្ថុបាទកាលណាមានបទល្មើសមួយកើតឡើងឧទាហរណ៍ថាបទល្មើសរំលោភសេពសន្តិវៈអីជាដើមកាលណាមានការបង្ខិតបង្ខំដោយការប្រើប្រាស់អាវុធគឺអង្គជាតិរាវទាំងអស់នេះនឹងត្រូវបានខ្ទាតចេញពីក្នុងខ្លួនប្រាណរបស់មនុស្សបាទដោយការប៉ះនឹងសម្ពាធធ្ងន់ធ្ងរឬក៏ប៉ះសម្ពាធដែលធ្វើឲ្យរាងកាយរបស់មនុស្សមានការរបួសស្នាមហ្នឹងគឺអង្គជាតិទាំងអស់នេះគឺមានការខ្ទាតចេញពីក្នុងខ្លួនប្រាណរបស់មនុស្សក្រៅពីនេះលក្ខណៈអរូបដូចជាក្លិនសំឡេងឬក៏ត្រូវបានគេចាត់ជាទុកជាផុសតាងជាក់ស្ដែងផងដែរបាទអញ្ចឹងមិនមែនតែវត្ថុឬសម្ភារៈប៉ុណ្ណោះទេដែលត្រូវបានគេចាត់ជាប្រភេទផុសតាងជាក់ស្ដែងនោះសូម្បីតែក្លិនសំឡេងក៏ត្រូវបានគេចាត់ទុកជាប្រភេទផុសតាងជាក់ស្ដែងផងដែរវាមានបំណងណាមួយដែលអាចជួយពន្យល់បាននៅរឿងរ៉ាវឬអង្គហេតុមួយដែលស្ថិតក្រោមការស៊ើបអង្កេតបាទឧទាហរណ៍ថាប៉ូលីសល្បាតបានឮសម្រែករបស់ជនរងគ្រោះចេញពីអគារមួយនៅកណ្ដាលរាត្រីនោះដូច្នេះកាលណាមានសម្រែកកើតឡើងគឺត្រូវបានគេចាត់ទុកជាប្រភេទផុសតាងជាក់ស្ដែងមួយហើយដែលបណ្ដាលមកពីការរងនៅអំពើរំលោភបំពានឬការតាក់ទងនឹងបទល្មើសផ្សេងដូចជាបទល្មើសរំលោភសេពសន្តិវៈអីជាដើមដូច្នេះកាលណាជនរងគ្រោះបានស្រែកហៅរកជំនួយពីអន្តរាគមន៍ពីមនុស្សផ្សេងឬពីសមត្ថកិច្ចដូច្នេះសម្លេងត្រូវបានគេចាត់ទុកថាជាផុសតាងជាក់ស្ដែងដែលផ្ដល់សញ្ញាដល់មនុស្សទាំងឡាយត្រូវតែជួយធ្វើអន្តរាគមន៍គាត់បើមិនដូច្នោះទេលទ្ធផលដែលបន្សល់ទុកនៅកន្លែងកើតហេតុគឺមានតែជនរងគ្រោះតែប៉ុណ្ណោះដូច្នេះយើងមកដល់ចំណុចមួយទៀតគឺទិដ្ឋភាពច្បាប់ដែលតាក់ទងទៅនឹងផុសតាងជាក់ស្ដែងអញ្ចឹងទិដ្ឋភាពច្បាប់ដែលតាក់ទងទៅនឹងផុសតាងជាក់ស្ដែងហ្នឹងគឺមានជាលក្ខណៈជាច្បាប់ជាតិនិងច្បាប់អន្តរជាតិអញ្ចឹងនៅក្នុងប្រទេសរបស់យើងច្បាប់ជាតិមាននិយាយអំពីផុសតាងជាក់ស្ដែងហ្នឹងគឺជាបទល្មើសជាក់ស្ដែងបាទបទល្មើសជាក់ស្ដែងនិងផុសតាងជាក់ស្ដែងហ្នឹងវាផ្សារភ្ជាប់គ្នាកាលណាមានបទល្មើសជាក់ស្ដែងវាត្រូវតែមានផុសតាងជាក់ស្ដែងហើយពីព្រោះជនល្មើសត្រូវប្រើប្រាស់វត្ថុឬប្រើប្រាស់សម្ភារៈឬមានតម្រុយពិរុទ្ធភាពអីផ្សេងដែលកើតឡើងនៅក្នុងអំពើនៃបទល្មើសជាក់ស្ដែងបទឧក្រិដ្ឋឬបទមជ្ឈិមនោះដូច្នេះយើងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ2007យើងមានមាត្រាចំនួន3ដែលនិយាយអំពីផុសតាងជាក់ស្ដែងទី1មាត្រា86និយាយអំពីនិយមន័យនៃបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនឹងគេសំដៅទៅលើចំណុច2សំខាន់ដែលអ្នកនិពន្ធច្បាប់នឹងបានផ្ដោតទៅលើទី1បទល្មើសដែលកំពុងប្រព្រឹត្តបទល្មើសដែលកំពុងប្រព្រឹត្តនេះត្រូវបានគេនិយត្តកម្មត្រូវបានគេកំណត់ទៅលើអំពើដែលកំពុងតែប្រព្រឹត្តបទល្មើសដែលកំពុងតែដេញប្រផាប់ចាក់ប្រភេទទៅលើជនល្មើសពីសំណាក់មហាជនទាំងឡាយឬក៏ពីសំណាក់សមត្ថកិច្ចចំណុចមួយទៀតតកតងទៅនឹងបទល្មើសដែលទើបប្រព្រឹត្តរួចភ្លាមអញ្ចឹងនៅក្នុងនិយត្តកម្មនេះសំដៅទៅលើការប្រព្រឹត្តបទល្មើសរួចភ្លាមហើយជនល្មើសមិនត្រូវបានគេចាប់ខ្លួនហើយត្រូវបានភៀសខ្លួនចេញពីកន្លែងកើតហេតុដោយសុវត្ថិភាពដោយបន្សល់ទុកនៅជាមួយជនល្មើសនោះមានដូចជាវត្ថុនៅក្នុងចំណុចទី2នេះគេនិយត្តកម្មថាវត្ថុហ្នឹងយើងសម្រាយមកគឺជាអាវុធនោះឯង
ដែលជនល្មើសបានយកវាទៅប្រើប្រាស់បានយកវត្ថុនោះទៅប្រើប្រាស់ដូចជាអីដូចជាវត្ថុដូចជាសម្ភារៈតាក់ទងនឹងកំបិតកំភ្លើងបាទកំភ្លើងជាដើមអញ្ចឹងកាលណាជនល្មើសភៀសខ្លួនចេញពីកន្លែងកើតហេតុគឺទៅជាមួយឲ្យកំបិតឬកំភ្លើងជាពិសេសយើងហៅថាអាវុធដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋឬមជ្ឈិមជាក់ស្ដែងនោះបាទអានឹងចំណុចទី1ចំណុចទី2តកតងទៅនឹងតម្រុយវិរុទ្ធភាពនឹងសំដៅទៅលើរបួសស្នាមដែលជាប់នៅលើខ្លួនប្រាណរបស់ជនល្មើសដោយសារតែមានការតស៊ូវាយបកពីជនរងគ្រោះបណ្ដាលឲ្យជនល្មើសនឹងគាត់មានរបួសស្នាមដូច្នេះនេះជាលក្ខណៈដ៏សំខាន់មួយដែលបន្សល់ទុកជាតម្រុយពិរុទ្ធភាពទោះបីជាគាត់បានគេចខ្លួនពីកន្លែងកើតហេតុក៏ដោយក៏តម្រុយដែលជាក់ស្ដែងនៅលើខ្លួនប្រាណរបស់គាត់នេះគឺมันអាចប្រកែកបានទេគឺវាមានលក្ខណៈសច្ចានុមត្តបាទដល់ឡែកមាត្រា87ការចាប់ខ្លួននៅក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងដូច្នេះនៅក្នុងមាត្រានេះអ្នកនិពន្ធច្បាប់គេធ្វើនិយត្តកម្មទៅលើសិទ្ធិមនុស្សបាទសិទ្ធិរបស់ពលរដ្ឋមិនមែនកំណត់ត្រឹមតែទៅលើសមត្ថកិច្ចដែលមានសិទ្ធិចាប់ជនសង្ស័យឬជនទៅចោទបានទេសូម្បីតែប្រជាពលរដ្ឋធម្មតាក៏កំណត់ឲ្យចាប់ជនសង្ស័យឬជនទៅចោទបានដែរក្រោយពេលដែលពួកគេបានប្រព្រឹត្តបទល្មើសហើយឬកំពុងប្រព្រឹត្តបទល្មើសអញ្ចឹងប្រជាពលរដ្ឋឬក៏មនុស្សទូទៅដែលបានឃើញហេតុការណ៍ជាក់ស្ដែងនោះគឺត្រូវតែធ្វើសកម្មភាពចាប់ជនសង្ស័យឬជនទៅចោទនឹងជូនទៅសមត្ថកិច្ចដែលនៅក្បែរនោះឬសមត្ថកិច្ចផ្សេងដែលយើងបានស្គាល់នេះគឺគំនិតអ្នកនិពន្ធនឹងអ្នកនិពន្ធច្បាប់នឹងគេផ្ដល់សិទ្ធិជូនទៅប្រជាពលរដ្ឋទូទៅបាទដោយមិនសំខាន់តែផ្អែកទៅលើសមត្ថកិច្ចតែមួយប្រភេទប៉ុណ្ណោះទេដែលអាចចាប់ជនប្រព្រឹត្តបទល្មើសជាក់ស្ដែងឬបទឧក្រិដ្ឋនេះបាននេះដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋទូទៅកាលណាយើងមើលឃើញទស្សនវិជ្ជាឬការហេតុការណ៍ជាក់ស្ដែងតាក់ទងនឹងបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនេះកើតឡើងយើងត្រូវតែរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើយើងគិតថាយើងគ្មានសមត្ថភាពឬគ្មានលទ្ធភាពដែលអាចជួយជនរងគ្រោះបានដោយហេតុថាជនល្មើសមានអាវុធប្រើប្រាស់ដូច្នេះកាលណាយើងជួយទៅវាអាចប៉ះពាល់ដល់អាយុជីវិតឬក៏របួសស្នាមផ្ទាល់ខ្លួនរបស់យើងអញ្ចឹងយើងកុំភ្លេចក្នុងការផ្ដល់ព័ត៌មានជូនទៅសមត្ថកិច្ចតាក់ទងនឹងបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនេះផ្ទុយទៅវិញបើសិនបើយើងមិនផ្ដល់ព័ត៌មាននេះជូនទៅសមត្ថកិច្ចទេយើងអាចធ្លាក់ទៅក្នុងលក្ខខណ្ឌ3នៃដែលធ្វើឲ្យយើងមានទោសទៅវិញគឺទី1លក្ខខណ្ឌទី1ការប្រព្រឹត្តបទល្មើសជាអ្នកចូលរួមក្នុងការប្រព្រឹត្តបទល្មើសមុនហេតុការណ៍លក្ខខណ្ឌទី2ជាអ្នកចូលរួមក្នុងការប្រព្រឹត្តបទល្មើសក្នុងអំឡុងពេលដែលបទល្មើសនេះកំពុងប្រព្រឹត្តលក្ខខណ្ឌទី3គឺក្រោយពេលដែលបទល្មើសនេះប្រព្រឹត្តអញ្ចឹងនៅក្នុងចំណុចទី3ខាងលើនេះតោងយើងប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងថាប្រសិនបើមានហេតុការណ៍កើតឡើងនៅចំពោះមុខយើងគឺយើងត្រូវតែធ្វើអន្តរាគមន៍ទៅតាមភាពឆ្លាតវាងវៃរបស់យើងដូចខ្ញុំបានជម្រាបជូនខាងលើនឹងចំណុចទី3មាត្រា88នេះគឺការចាត់ទុកដូចជាបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនេះគឺខុសពីមាត្រា86បាទអញ្ចឹងមាត្រានេះគឺមានន័យថាជនល្មើសនឹងគាត់បានប្រព្រឹត្តបទល្មើសរួចហើយបាទគាត់បានប្រព្រឹត្តបទល្មើសរួចហើយមានរយៈពេលយូរថ្ងៃយូរសប្តាហ៍ឬក៏យូរខែអញ្ចឹងទៅហើយគាត់បានភៀសខ្លួនឬគេចខ្លួនទៅស្នាក់អាស្រ័យនៅទីកន្លែងផ្សេងហើយដែលមានម្ចាស់កាន់កាប់ដែលមានម្ចាស់គ្រប់គ្រងនៅទីកន្លែងនោះអញ្ចឹងម្ចាស់គ្រប់គ្រង
ឬម្ចាស់កាន់កាប់នៅទីកន្លែងនោះគាត់គឺជាសាក្សីម្នាក់ផងដែរដែលបានមើលឃើញទស្សនវិជ្ជាយ៉ាងជាក់ស្ដែងទៅលើបុគ្គលដែលទៅស្នាក់នៅទីកន្លែងរបស់គាត់ហើយប្រសិនបើមានតម្រុយវិរុទ្ធភាពពាក់ព័ន្ធនឹងរបួសស្នាមឬមានអាវុធដូចជាកំភ្លើងកំបិតអីទៅជាមួយនឹងគឺយើងត្រូវតែផ្ដល់ព័ត៌មានទៅសមត្ថកិច្ចដើម្បីធ្វើការអន្តរាគមន៍ជូនទៅអាជ្ញាធរដើម្បីឲ្យចុះមកចាប់ខ្លួនជនល្មើសបាទដូច្នេះនៅក្នុងមាត្រា88នេះគឺមិនសំដៅទៅលើពេលវេលាកំពុងប្រព្រឹត្តទេពេលវេលាដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋឬបទល្មើសមជ្ឈិមជាក់ស្ដែងនេះរួចហើយបាទចឹងនេះនៅក្នុងទស្សនវិជ្ជាច្បាប់ជាតិចំណែកនៅក្នុងទស្សនវិជ្ជាច្បាប់អន្តរជាតិគឺនៅក្នុងមាត្រានៅក្នុងកតិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនេះគឺខ្ញុំបានលើកយកមកបញ្ចូលចែកជូនជាចំណេះដឹងផងដែរកាលពីខ្ញុំលើកយកមាតិកាផុសតាងសារភាពយកមកបញ្យល់ចែកជូនជាចំណេះដឹងអញ្ចឹងយើងផ្សារភ្ជាប់នៅមាត្រានេះអញ្ចឹងមាត្រា14និយាយអំពីសិទ្ធិទទួលបានជនត្រូវចោទឬជនសង្ស័យនឹងគាត់មានសិទ្ធិទទួលបានការសន្មត់ជាមុនពីភាពគ្មានទោសពៃបាទការសន្មត់ជាមុនពីភាពគ្មានទោសពៃនឹងគឺរហូតដល់ដល់លក្ខខណ្ឌដែលត្រូវបានគេរកឃើញនៅកំហុសទើបសន្មត់ថាទើបត្រូវបានគេចាត់ទុកថាគាត់គឺជាមនុស្សបានប្រព្រឹត្តបទល្មើសពិតប្រាកដមែនប៉ុន្តែចំណាត់ការនៅក្នុងនីតិវិធីចោទប្រកាន់របស់គាត់មុនដំបូងគឺគាត់គឺជាមនុស្សដែលគ្មានទោសពៃដូចមនុស្សទូទៅអញ្ចឹងដែរគាត់មានសិទ្ធិទទួលបាននៅព័ត៌មានលម្អិតនិងមូលហេតុនៃការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌបាទនៅក្នុងកថាខណ្ឌទី3ចំណុចកបាទសេវាការពារគាត់មានសិទ្ធិទទួលបានសេវាការពារតាមជំរឿសផ្ទាល់ខ្លួនរបស់គាត់បាននៅក្នុងកថាខណ្ឌទី3ចំណុចខនេះមានន័យថាគាត់មានលទ្ធភាពរកមេធាវីនៅឬក៏រកសេវាកម្មការពាររឿងក្តីផ្ទាល់ខ្លួនឲ្យគាត់ដោយមានការចំណាយដោយមានលទ្ធភាពចំណាយផ្ទាល់ខ្លួនរបស់គាត់ចំណុចមួយទៀតគាត់មានសិទ្ធិទទួលបាននៅការកាត់ក្តីដោយគ្មានការពន្យាពេលអញ្ចឹងតុលាការមិនពន្យាពេលដោយគ្មានមូលហេតុទៅលើការកាត់ក្តីរបស់គាត់ទេនេះនៅក្នុងកថាខណ្ឌទី3ចំណុចកការចាត់តាំងដោយរដ្ឋនៅសេវាការពារក្តីអញ្ចឹងគាត់មានសិទ្ធិទទួលបាននៅមេធាវីការពារក្តីម្នាក់ឬក៏ស្មារក្តីណាមួយដែលត្រូវបានរៀបចំជូនគាត់ដោយរដ្ឋបាទនេះនៅក្នុងកថាខណ្ឌទី3ចំណុចខចំណុចចុងក្រោយគឺមិនត្រូវបានបង្ខិតបង្ខំឬមិនត្រូវបានគេបង្ខិតបង្ខំឲ្យធ្វើសកម្មកម្មប្រឆាំងនឹងខ្លួនឯងអញ្ចឹងគាត់មានសិទ្ធិមួយគឺសិទ្ធិមិនអាចមាននរណាម្នាក់បង្ខំឲ្យគាត់ធ្វើសកម្មកម្មប្រឆាំងនឹងខ្លួនឯងបានទេឬក៏មិនត្រូវបានបង្ខំពីសំណាក់បុគ្គលណាម្នាក់ឬក៏ពីអាជ្ញាធរណាមួយឲ្យគាត់ធ្វើការសារភាពទៅលើបទល្មើសដែលគាត់បានប្រព្រឹត្តនោះទេបាទនេះគឺនៅក្នុងកថាខណ្ឌទី3ចំណុចឆបាទនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះសិនហើយចាំលើកយកមកមាតិកាផ្សេងទៀតយកមកបញ្យល់ចែកជូនជាចំណេះដឹងនៅសប្តាហ៍បន្ត